អាចកំបាំងភូមិអមតៈដែលពោពេញទៅដោយភាពរន្ធត់និងការតតាំងជាមួយកម្លាំងភ្លើងងងឹតកាលពីច្រើនសតវត្សមុននៅក្នុងភូមិអមតៈមានគ្រូអាគមស្រីម្នាក់ឈ្មោះយាយមុំគាត់ជាមនុស្សពូកែខាងព្យាបាលជំងឺប៉ុន្តែដោយសារចិត្តលោភលន់ចង់បានសិលអាគមខ្លាំងជាងគេគាត់ក៏បានលួចរៀនអាគមខ្មៅដែលគ្រូហាមដាច់ខាតយប់មួយខណៈកំពុងសូត្រមន្តអាគមហៅខ្យល់ហៅភ្លៀងគាត់បានធ្វើខុសបំរាមឬដាច់សិលនេះឯងភ្លាមនោះរាងកាយគាត់ក៏ចាប់ផ្ដើមប្រែប្រួលស្បែកប្រែคล้ายជាខៀវភ្នែកឡើងក្រហមដូចឈាមហើយវិញ្ញាណក៏คล้ายជាអាបព្រាយដែលមិនអាចត្រឡប់ជាមនុស្សវិញបានគាត់បានស្លាប់ទាំងកំហឹងរួចវិញ្ញាណក៏ចូលនៅក្នុងកន្ទោងដែលគាត់ប្រើសម្រាប់សែនគ្រូរួចคล้ายជាព្រៃកន្ទោងខៀវកន្លងទៅជាច្រើនឆ្នាំរឿងនេះក៏คล้ายជាដំបៅមហារាជរបស់អ្នកភូមិរៀងរាល់ដាច់ខែនឹងមានក្មេងៗឬសត្វពាហនៈបាត់បង់ជីវិតដោយភាពគួរឲ្យខ្លាចគឺមានតែខ្លួនតែគ្មានគ្រឿងក្នុងអ្នកភូមិតែងតែឃើញពន្លឺខៀវព្រាលហោះកាត់វាលស្រែនិងសំឡេងសើចក្រលួចតែធ្វើឲ្យព្រឺរោមគ្រប់គ្នាសុខានិងធាជាយុវជនក្លាហានក្នុងភូមិបានសម្រេចចិត្តតាមដានរឿងនេះយប់មួយពួកគេបានលបទម្លាក់ខ្លួននៅក្បែរខ្ទមចាស់របស់យាយមុំរោមពេជ្រនោះខ្យល់ត្រជាក់ស្រេបបក់មកក្លិនឆ្អាបភាយពេញអាកាសពួកគេបានឃើញស្ត្រីម្នាក់ស្លៀកពាក់ឈុតខៀវចាស់សក់វែងអន្លាយអូសដីកំពុងអង្គុយលើចុងដំបូលខ្ទមនៅក្នុងដៃនាងមានកន្ទោងស្លឹកចេកមួយដែលពោពេញទៅដោយបេះដូងសត្វស្រស់នាងស៊ីទាំងឆៅស្របពេលទឹកភ្នែកជាឈាមហូរស្រក់ដាបថ្ពាល់ស្រាប់តែធាភ័យពេកក៏ជន់មេឈើបាក់ប្រៅព្រៃកន្ទោងខៀវបានងាកមុខមកភ្លាមផ្ទៃមុខដែលរលេះរលួយនិងភ្នែកក្រហមឆ្អិនឆ្អៅសម្លឹងចំមកពួកគេវាហាមាត់សើចនឹកឃើញចង់ស៊ីបេះដូងមនុស្សវិញវាក៏ហោះចុះមកលឿនដូចព្រួញសុខានិងធារត់ទាំងភ័យខ្លាចសំដៅទៅវត្តព្រៃនោះហោះតាមពីក្រោយបញ្ចេញពន្លឺខៀវដេញតាមយ៉ាងប្រកិតនៅពេលវានឹងហក់មកស្របាច់កធាសុខាក៏ដកខ្សែចង្កេះអាគមដែលលោកតាគេឲ្យមកបោះទៅចំមុខព្រៃនោះស្រាប់តែមានសំឡេងផ្ទុះផាំងរួចព្រៃនោះក៏ស្រែកយំយ៉ាងរន្ធត់ក្តៅណាជួយអញផងវាបង្ខំចិត្តហោះវឹងទៅព្រៃងងឹតវិញព្រឹកឡើងអ្នកភូមិបាននាំគ្នាទៅរកលោកតាចៅអធិការលោកគ្រូមានសង្ឃនិកាថាវិញ្ញាណនេះជាប់ជំពាក់នឹងកន្ទោងអាគមបើមិនកំទេចកន្ទោងដើមទេវានឹងមិនទៅណាឡើយអ្នកភូមិបាននាំគ្នាទៅខ្ទមចាស់រួចជីកដីនៅក្រោមគ្រែយាយមុំក៏ឃើញកន្ទោងស្លឹកចេកមួយដែលធ្វើពីស្ពាន់ខៀវមានចរិតអក្សរគុំខ្មៅលោកគ្រូបានរៀបចំពិធីសូត្រធម៌រំដោះគ្រោះយ៉ាងធំខណៈកំពុងសូត្រធម៌ស្រាប់តែមេឃងងឹតស្លុបវិញ្ញាណព្រៃកន្ទោងខៀវបង្ហាញខ្លួនយំអង្វរផងស្រែកផងលោកគ្រូបានយកទឹកមន្តស្រោចទៅលើកន្ទោងស្ពាន់នោះរួចសូត្រផ្សាយមេត្តាឈប់ចងកម្មពៀទៅកម្មផលមានរៀងខ្លួនចូលទៅតាមផ្លូវស្អាតស្អំរំពេចនោះកន្ទោងស្ពាន់ក៏រលាយជាទឹក
រីឯវិញ្ញាណព្រៃកាចសាហាវក៏ប្រែរូបរាងយាយមុំកាលពីនៅជាមនុស្សវិញរួចក៏រលាយបាត់ទៅនៅក្នុងផ្សែងពណ៌សអ្នកភូមិអមតៈក៏បានស្ងប់សុខឡើងវិញរឿងរ៉ាវព្រៃកន្ទងខៀវคล้ายជាមេរៀនដាស់តឿនដល់មនុស្សជំនាន់ក្រោយអំពីអំណាចដែលកើតចេញពីការដាច់សិលនឹងនាំមកនូវទុក្ខវេទនាគ្មានទីបញ្ចប់